ដូច្នេះពេលឡើងកាន់តំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិកមានដឹកនាំពិភពលោកធំខ្លាចត្រំញញើតកំប្រើពាក្យថាខ្លាចញញើតត្រំមិនសូវហ៊ានប្រឈមទេមិនបានអញ្ចឹងគាត់គេថ្លឹងថ្លែងមើលប្រទេសទាំងអស់សិតតែប្រទេសទាំងអស់នៅក្នុងពិភពលោកមិនថាប្រទេសណាតែប្រទេសណាទាំងតូចទាំងធំគឺសិតតែកេងប្រវ័ញ្ចលើសហរដ្ឋអាមេរិកបងប្អូនអត់ដឹងទេណាកូនក្មួយជួនកាលយល់ឃើញថាអាមេរិកដើររករឿងគេបន្តប្រទេសទាំងអស់សិតតែកេងប្រវ័ញ្ចលើអាមេរិកគ្មានប្រទេសណាមួយនៅក្នុងពិភពលោកទិញពីអាមេរិកច្រើនជាងអាមេរិកទិញពីប្រទេសអស់នោះទេដូច្នេះហើយការនិយាយថាអាមេរិកទៅរករឿងគេចំពោះខ្ញុំឃើញថាជារឿងនិយាយយល់ខុសឬក៏និយាយថាបន្ទោសគេប្រទេសទាំងអស់នៅក្នុងពិភពលោកតែងតែកេងប្រវ័ញ្ចលើអាមេរិកណាប៉ុន្តែបងប្អូននៅក្នុងប្រទេសរៀងខ្លួនថាអាមេរិកអាក្រក់ណាតើសហគមន៍ពិភពលោកអាចប្រមូលគ្នាកាត់ចំណងការទូតមកអាមេរិកទេអត់ទេមិនបានអត់ពីព្រោះត្រូវការរកស៊ីជាមួយអាមេរិកហើយប្រទេសទាំងអស់តែមានប្រៀបលើអាមេរិកសូម្បីតែប្រទេសកម្ពុជាតែតូចមួយក៏មានប្រៀបលើអាមេរិកដែរនាំចូលអាមេរិករហូតដល់ $10,000 លានអាមេរិកហើយនាំពីអាមេរិកចូលទៅស្រុកខ្លួនឯងបន្តិចដូច្នេះហើយប្រទេសទាំងអស់សិតតែជាប្រទេសកេងប្រវ័ញ្ចលើអាមេរិកនៅពេលអាមេរិកធ្វើនយោបាយតែចោទអាមេរិកថាអាក្រក់ប៉ុន្តែពិតកេងប្រវ័ញ្ចលើគេណានេះខ្ញុំដែលរស់នៅលើដីអាមេរិកខ្ញុំសូមប្រាប់ថាយកទៅគិតមើលណាតើមានប្រទេសណានៅក្នុងពិភពលោកដែលអាមេរិកកេងប្រវ័ញ្ចវាមានតែប្រទេសហ្នឹងកេងប្រវ័ញ្ចពីអាមេរិកពិតឬមិនពិតសាអូឌីអារ៉ាប៊ីអាមេរិកអត់មានកេងប្រវ័ញ្ចទេអាមេរិកទិញប្រេងជួយទិញប្រេង 5% បើសិនណាជាកាណាដាមានបញ្ហាក៏ប្រេងនៅសាអូឌីអារ៉ាប៊ីវាទៅឡើងភាគរយក្នុងការនាំចូលអាមេរិកសាអូឌីអារ៉ាប៊ីមានទិញអីពីអាមេរិកទិញសពាវុធនឹងខ្លួនការពារតែខ្លួនមានជំរឿនទៅទិញរបស់ចិនប៉ុន្តែទិញវាមិនបានអញ្ចឹងត្រូវទិញពីអាមេរិកទិញម្ដងពី $300,000 លានអញ្ចឹងទៅណាសូម្បីតែទិញសពាវុធពីចិនមកសាក់លបងអាដ្រូនហ្នឹងទិញប្រហែលដូចជា26គ្រឿងឥឡូវហ្នឹងដាំខ្ទឹមបាត់ណារីឯទិញរបស់ពីអាមេរិកមានដើរខាតឯណាយកទៅប្រើបានរឿងច្បាំងចាញ់គេអាហ្នឹងមកពីទាហានសាអូឌីវាកំសាកតាតែច្បាំងជាមួយ West Africa អីហ្នឹងណារីឯការកសាងទីក្រុងអាមេរិកអត់មានទៅដណ្ដើមការកសាងទីក្រុងជាមួយចិនទេដូចជាការកសាងទីក្រុងធំប្រាក់ $50-60,000 លាននៅអ៊ីជីបអាមេរិកអត់មានទៅដណ្ដើមទេចិនធ្វើអីទៅណាចិនធ្វើអីទៅប៉ុន្តែបើសិនណាជាចិនមកប៉ះពាល់ដល់ប្រេកជីកប៉ាណាម៉ាអាមេរិកវាយក្តាំងឥឡូវបាទហើយការចោទប្រកាន់របស់ Donald Trump ថាប្រេកជីកប៉ាណាម៉ាក្តោបក្តាប់ដោយចិនតាមខ្ញុំនិយាយប្រាប់គ្រាន់តែឥឡូវហ្នឹងខ្ញុំនិយាយប្រាប់ចេះតើប្រេកជីកប៉ាណាម៉ាក្តោបក្តាប់ដោយចិនឬ Yes ពីព្រោះក្រុមហ៊ុនរបស់ Lee Ka-sing ចុះកុងត្រាជាមួយរដ្ឋាភិបាលប៉ាណាម៉ាដើម្បីចាត់ចែងប្រេកជីកនេះជាឥទ្ធិពលរបស់ចិននៅលើប្រេកជីកប៉ាណាម៉ាក្រុមហ៊ុនរបស់ Lee Ka-sing នៅហុងកុងជាក្រុមហ៊ុនមានចំណែកចាត់ manage ប្រេកជីកប៉ាណាម៉ាឥទ្ធិពលចិននៅប្រេកជីកប៉ាណាម៉ាមានបើបណ្តែតបណ្ដោយវាជាចំោះរបស់អាមេរិករីឯប្រទេសប៉ាណាម៉ាមានសិទ្ធិនិយាយស្ដីសពគ្រប់ក៏ប៉ុន្តែកុំឲ្យខុសវាយហើយខុសដាក់តបហើយសូថាដាក់តបនឹងខុសអាមេរិកខាងខុសទេបើនិយាយពីច្បាប់អន្តរជាតិវាខុសដាក់តបប៉ុន្តែបើនិយាយពីកងត្រាសុវត្ថិភាពនៃប្រេកជីកប៉ាណាម៉ាអាមេរិកមានអំណាចធ្វើអត់មានប្រទេសណាមកបញ្ឈប់អាមេរិកបានទេអញ្ចឹងរដ្ឋាភិបាលប៉ាណាម៉ាត្រូវសម្របសម្រួលជាមួយអាមេរិកហើយត្រូវពិនិត្យមើលថាតើក្រុមហ៊ុនចិនរបស់ Lee Ka-sing បម្រើផលប្រយោជន៍របស់បកកុម្មុយនីសចិននៅពេលកាំងឬទេនេះគឺជាចំណោទនៃប្រេកជីកប៉ាណាម៉ាគណៈបកប្រជាធិបតេយ្យអត់និយាយរឿងហ្នឹងទេបណ្ដោយឲ្យប្រេកជីកប៉ាណាម៉ាខ្លាយទៅជាតំបន់ផលប្រយោជន៍កាន់កាប់ដោយចិននេះគឺជារឿងដែលប្រជាជនអាមេរិកថ្ងៃក្រោយក៏ដឹងជានយោបាយណានយោបាយរបស់គណៈបកប្រជាធិបតេយ្យនយោបាយហុចដងដាវនយោបាយរបស់ត្រឹមអត់ហុចដងដាវហុចស្រោមអានេះវាខុសគ្នាអញ្ចឹងណានេះគឺជាការអាប់ដេតដែលខ្ញុំតាក់ទងនឹងរឿងនយោបាយរបស់ Donald Trump នយោបាយរបស់ Donald Trump ដែលកាន់តំណែងបានមួយថ្ងៃរីឯ Executive Order មានដូចតទៅខ្ញុំបញ្ជាក់ហើយរឿងអណ្ដោប្រវេសន៍ខ្ញុំត្រូវនិយាយតភាគក្រោយឲ្យយល់
សូមបញ្ជាក់ថាត្រង់ថ្ងៃទី1បានចុះហត្ថលេខាលើ executive order ដែលព្រំដែនខាងត្បូងរបស់សហរដ្ឋអាមេរិកត្រូវបិទហើយរឹតបន្តឹងការិយាល័យដែល Joe Biden រៀបចំឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ដាក់ពាក្យដើម្បីសុំចូលរស់នៅសហរដ្ឋអាមេរិក website ក៏បិទដែរម្សិលមិញបិទអស់លេងសួរថាតើការបិទព្រំដែនខាងត្បូងចំពោះជនអន្តោប្រវេសន៍វាប៉ះពាល់ដល់អ្នករស់នៅខុសច្បាប់ជនជាតិដទៃឬទេសំណួរណាសួរថានៅពេលដែលគេបិទព្រំដែនភាគខាងត្បូងនៅពេលដែលគេកំពុងតែគៀបគេថារឹតបន្តឹងរឿងអន្តោប្រវេសន៍ខុសច្បាប់តើអន្តោប្រវេសន៍ខុសច្បាប់នៅសហរដ្ឋអាមេរិកទទួលរងគ្រោះបែបណាសូមបញ្ជាក់ថាអត់ទេអត់មានរងគ្រោះអីច្រើនទេទោះបីជា executive order emergency ចឹងមែនក៏អត់ដែរមិនបានទៅជាអត់ប្រតិបត្តិការក្នុងការចាប់បញ្ជូនទៅវិញនៅពួកជនអន្តពាលដែលជាអន្តោប្រវេសន៍ខុសច្បាប់វាកើនឡើងវាជួយឲ្យអាមេរិកកម្ចាត់ពួកអន្តពាលនៅតាមផ្លូវតាមភូមិបានក៏ប៉ុន្តែប្រជាជនដែលជាជនអន្តោប្រវេសន៍ខុសច្បាប់មិនមែនអន្តពាលដូចជា farm worker មករស់នៅក្នុងកន្លែងស្រែចម្ការធ្វើស្រែចម្ការ construction worker អ្នកដែលធ្វើកិច្ចការសំណង់អីមិនអីទេមិនមានការរឹតបន្តឹងទេគឺគេចំណាយពេលចាប់តែពួកចៅពួកក្រុមហ្គេងអីទេហើយនឹងពួកដែលបណ្ដាលឲ្យមានបញ្ហាក្នុងសហគមន៍អាហ្នឹងគេចាប់តែពួកហ្នឹងឯងរីឯប្រជាជនធម្មតាគេមិនធ្វើបាបទេមួយទៀតវាគ្រាន់តែបិទកុំឲ្យមនុស្សចូលពីខាងត្បូងមកច្រើនតែប៉ុណ្្នឹងទេបើខ្ញុំមើលរូបភាពនៃនយោបាយអន្តោប្រវេសន៍ខុសច្បាប់នេះมันមានអីធំដុំទេគ្រាន់តែទប់កុំឲ្យការហូរចូលនឹងវាខ្លាំងហួសហេតុពេកដើម្បីនឹងឲ្យស្ថានភាពសង្គមសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកដើរម្យ៉ាងទៀតវាស្រួលចេះទៀតក្នុងរយៈពេលប្រហែលឆ្នាំនេះដោយគណៈបកប្រជាធិបតេយ្យឲ្យពួកនឹងហូរចូលច្រើនពួកជនអន្តោប្រវេសន៍ខុសច្បាប់នឹងពើងទ្រូងធ្វើការទេលុយច្រើនថ្លៃសម្ដៅមិនល្អបើកឡានអត់មានបានបើកបរបង្កើតបញ្ហាច្រើននៅលើសហគមន៍ដែលធ្វើឲ្យប្រជាជនអាមេរិកហ្នឹងចាប់ផ្ដើមមានការក្តៅក្រហាយការបិទនេះគឺធ្វើឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងរៀងអោនបន្តិចដល់អោនបន្តិចទៅពលកម្មការងាររបស់ជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងវាមានតម្លៃថោកគួរសមវាមិនឡើងថ្លៃចង់និយាយថាជនអន្តោប្រវេសន៍ខុសច្បាប់វាទាមួយថ្ងៃ$150ណាលុយសុទ្ធណាពេលធ្វើការទាមួយថ្ងៃ$150ណាជួនកាលកាច់រៀងណាមកធ្វើអីធ្វើអត់ទេកាច់រៀងមានពួកមានមេខ្យល់ដល់ច្បាប់ចេញប្រាវអញ្ចឹងមកពួកនឹងត្រូវការសុំការងារធ្វើដល់សុំការងារធ្វើអាតម្លៃពលកម្មវាចុះមក80វាចុះមក100ក្នុងមួយថ្ងៃបើវាចុះមក80ចុះក្នុង100ក្នុងមួយថ្ងៃអាការប្រើប្រាស់ពលកម្មពួកជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងវាសំរុំជាងពីព្រោះពួកហ្នឹងតម្លើងថ្លៃខ្លាំងអានេះខ្ញុំឲ្យឧទាហរណ៍ណាថាខ្ញុំឲ្យពួកហ្នឹងមកធ្វើសួនឲ្យខ្ញុំពួកហ្នឹងទេមួយថ្ងៃ150ខ្ញុំអត់យកទេអត់យកមកធ្វើសួនឲ្យខ្ញុំគាត់មកកាយស្មៅកាយអីឬមេឈើអីទិញទួចយកទៅបោះចោលអីចឹងរៀបតម្រង់ដុំអិតអីចាក់សបកឈើអីថ្ងៃទេ150ណាឲ្យខ្ញុំមានលុយណាឲ្យថ្លៃពេកអញ្ចឹងកាលណាច្បាប់អន្តោប្រវេសន៍តែវាចាញ់សម័យត្រង់នេះវាធ្វើឲ្យអាពលកម្មហ្នឹងវាចុះអញ្ចឹងពេលមកធ្វើការឲ្យ1ម៉ោង$10ឲ្យ1ម៉ោង$10លុយសុទ្ធទៅណាឲ្យទៅ1ម៉ោង$10ឯងធ្វើ8ម៉ោង80ឯងធ្វើ10ម៉ោងឲ្យ100អញ្ចឹងទៅឬក៏ឲ្យមួយថ្ងៃ100អញ្ចឹងទៅអស់ខ្លាំងហើយធ្វើការទៅជាងពើងទ្រូងណាហើយបន្តមកទៀតពួកជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងក៏អត់បើកបរខុសច្បាប់ច្រើនដែរមានន័យថាចរាចរណ៍មិនបុកគេរត់អីទេពួកនោះអត់មានបានបើកបរទេពួកនឹងហ៊ានបើកឡានណាអញ្ចឹងវាជួយធ្វើឲ្យសេដ្ឋកិច្ចមានការប្រែប្រួលរីឯការតាមចាប់បញ្ជូនទៅវិញអត់ទេមិនធំដុំទេការដែលគេចាប់បញ្ជូនទៅវិញគេយក criminal record មកមើលហើយគេចាប់ទៅតាមហ្នឹងទេអញ្ចឹងវាជួយសេដ្ឋកិច្ចនិងការងារនៅស្រុកអាមេរិកចុះបើខ្មែរយើងមកឲ្យដាច់ទិដ្ឋាការឲ្យនៅមានអីនៅបានស្រុកអាមេរិកនេះក្នុង300ឆ្នាំគេរស់នៅតែអន្តោប្រវេសន៍ណាបើខ្ញុំនៅញូវយ៉កវិញចិនដែលអត់មានលិខិតស្នាមគេនៅអាមេរិក60ឆ្នាំអត់មានបញ្ហាទេតើ60ឆ្នាំដែលគេរស់នៅអាមេរិកហ្នឹងប្រទេសប្តីដូរប៉ុន្មានដងហើយច្បាប់អន្តោប្រវេសន៍ដូរប៉ុន្មានដងមិនគេគ្មានបញ្ហាពីព្រោះគេអត់ធ្វើនៅអំពើចោរកម្មគេធ្វើការគេទៅដីផ្ទះគេរស់បានធម្មតាមិនមានបញ្ហាអីណាប្រទេសអាមេរិកនេះគឺជាប្រទេសអន្តោប្រវេសន៍
ហើយចុះបើខ្មែរយើងមកអត់មានទឹកថាការអីពេលណាគេចាប់សងំស្ងៀមទៅណាជួយធ្វើនំដូណាត់ទៅជួយឆាមហូបទៅជួយធ្វើកិច្ចការគេទៅហើយខ្លួនកុំទៅកាស៊ីណូទៅចំណេញលុយទៀតណាដេកតែផ្ទះដើរហើរទៅផ្សារទៅអីធម្មតាមានណាគេឆែកណាគេអត់មានធ្វើអីទេគ្រាន់តែជីកបោះអត់បានអូខេដូចថាចង់ទៅពីស្តេតណាស្តេតណាជីកបោះអត់បានប៉ុណ្្នឹងទេដោយសារយើងគ្មានបានបើកបរណាយើងជីកបោះអត់បានយើងទៅរត់ណាដល់ជីឡានបានតាហើយគ្មានណាគេទៅចាប់ចងអីគ្មានណាគេទៅឆែកកាត់អីផងកុំឲ្យទៅរហូតនៅកាស៊ីណូអីអាចវាជួយឲ្យជនតៅវ៉េសនឹងសំលុយផងលើកលែងតែជនតៅវ៉េសណាដែលរកស៊ីគ្រឿងញៀនអីអានឹងបានគេចាប់ណាបន្ទាប់មកទៀតអ្នកដែលធ្វើការហ្នឹងក៏មិនសូវក្អេងក្អាងពេកគេធ្វើការខំធ្វើការវាជួយឲ្យសភាពការងារហ្នឹងដំណើរបានមិនខ្វះទេការងារសម្រាប់ជនតៅវ៉េសអត់ច្បាប់មិនខ្វះហើយគេមិនធ្វើបាបទេអញ្ចឹងនយោបាយរបស់ដូណាល់ត្រាំនេះមិនមែនបញ្ចប់ឬក៏បោសសម្អាតទេគ្រាន់តែកែប្រែបន្តិចតួចប៉ុណ្្នឹងឯងអាហ្នឹងតាមដែលខ្ញុំមានពិសោធន៍ជាមួយពួកខ្ញុំជាខ្មែរខ្ញុំរស់នៅក្នុងសហគមន៍ខ្ញុំដឹងហើយខ្ញុំអត់និយាយសហគមន៍ខ្មែរតូចណាស់គ្មានបញ្ហាទេខ្ញុំនិយាយសហគមន៍ចិនហ្មងសហគមន៍ចិនដែលវាមានជនតៅវ៉េសអត់មានក្តារស្នាមហ្នឹងរាប់សែនអ្នកនោះចឹងអត់មានទេបងប្អូនណាឃើញ content maker ណាគេនិយាយកំពិត20អីកុំជឿគេវាមិនពិបាកដល់ប៉ុណ្្នឹងទេណាព័ត៌មានចឹងខ្ញុំឆ្លើយតបឆ្លងជាមួយប្រិមិត្តខ្លះមីនីអមីថូណាក្រោយបញ្ចប់សង្គ្រាមតើរុស្ស៊ីត្រូវប្រើពេលប៉ុន្មានឆ្នាំដើម្បីបំពេញឃ្លាំងអាវុធហើយការមមាញឹកផលិតអាវុធនេះធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីល្អឬទេការផ្ទុះសង្គ្រាមនៅឆ្នាំ2022រវាងរុស្ស៊ីនិងយូក្រែនបានធ្វើឲ្យរុស្ស៊ីភ្ញាក់ខ្លួនច្រើនទី1គឺធ្វើឲ្យរុស្ស៊ីដឹងថាកម្លាំងកងទ័ពខ្លួនមិនខ្លាំងប្រហែលទេទី2ធ្វើឲ្យរុស្ស៊ីបានដឹងថាគុណភាពសព្វវុធយុទ្ធោបករណ៍របស់ខ្លួនខ្សោយទី3ធ្វើឲ្យដឹងថាទីផ្សារសព្វវុធយុទ្ធោបករណ៍របស់រុស្ស៊ីខ្សោយចំណុចនេះដល់ពេលបញ្ចប់សង្គ្រាមរុស្ស៊ីត្រូវកែប្រែតាមលទ្ធភាពដែល Vladimir Putin និងរដ្ឋាភិបាលរុស្ស៊ីត្រូវធ្វើការកសាងឡើងវិញនឹងការបំពេញការខ្វះខាតទាំងឃ្លាំងអាវុធទាំងមនុស្សដែលធ្វើទាហានងាប់អស់រាប់បើគិតទៅច្បាំងប្រហែលឆ្នាំនេះងាប់អស់រាប់សែនអ្នកការបំពេញកងទ័ពឡើងវិញការរៀបចំសព្វវុធយុទ្ធោបករណ៍ក៏ជាចំណែកមួយនៃខ្សែចង្វាក់ផលិតកម្មដែលជាចំណែកនៃសេដ្ឋកិច្ចហេតុនេះហើយការបញ្ចប់សង្គ្រាមគឺ Vladimir Putin មិនប្រឆាំងទេ Vladimir Putin ដឹងខ្លួនហើយតែខ្លួនខ្លាំងប៉ុណ្ណាខ្លួនប្រសិទ្ធភាពប៉ុណ្ណាក្នុងអន្តរាគមន៍កងទ័ពអញ្ចឹងខាងរុស្ស៊ីខ្ញុំគិតថាគេចង់បញ្ចប់សង្គ្រាមមួយការបំពេញសេដ្ឋកិច្ចឡើងវិញគឺជាករណីចាំបាច់ដូចអ៊ីស្រាអែលគេឈប់បាញ់ជាមួយអាម៉ាស់អញ្ចឹងហើយខាងលើនោះសួរថាបើថ្ងៃក្រោយបាញ់ដែលឈប់ធ្វើអីសេដ្ឋកិច្ចណាមីថូណាអូខេសៅលោកពូនៅអាមេរិកផាកពិន័យចរាចរណ៍រដ្ឋបាលមានចែកលុយ 70% ឲ្យប៉ូលីសអត់ទេគាត់អត់ទេហើយណាមួយទៅពេលផាកពិន័យអត់មានឲ្យលុយទេទៅបង់នៅកន្លែងផ្សេងនៅស្រុកអាមេរិកការផាកពិន័យគ្មានអំពើពុករលួយទេគ្មានទេនៅតែកែផ្លូវលេខ2ប្រជាជនបាត់ផ្លូវដោយអត់ទឹកធ្វើស្រែលោកតានេះជាសញ្ញាមួយដែលប្រជាជនកសិករនោះបង្ហាញរាជការកម្ពុជាអំពីកង្វះខាតរបស់ខ្លួនប៉ុន្មានថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏មានប្រសាសន៍រឿងកសិកម្មនឹងច្រើនខ្ញុំអត់លើកយករឿងលោកហ៊ុនម៉ាណែតនិយាយពីឈ្មោះខ្ញុំទេណាការដែលលើកនិយាយពីឈ្មោះខ្ញុំនឹងគេហៅថាជាលបោយនៃវោហារសាស្ត្រនាយករដ្ឋមន្ត្រីទេអញ្ចឹងខ្ញុំអត់មានអីតវ៉ាទេខ្ញុំរីករាយនឹងស្ដាប់ខ្ញុំស្ដាប់មួយម៉ាត់ពីរម៉ាត់ដែរខ្ញុំស្ដាប់មិនអស់ទេខ្ញុំរីករាយខ្ញុំគោរពតែខ្ញុំសូមប្រាប់ថាសម្ដីរបស់នាយករដ្ឋមន្ត្រីដែលលើកឈ្មោះ James មកនិយាយគ្រាន់តែជាលបោយនៃសំនួនវោហារសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលមិនអីទេខ្ញុំរីករាយខ្ញុំអរគុណហើយខ្ញុំក៏គ្មានអីតបតដែរណាខ្ញុំឃើញមន្ត្រីកសិកម្មនិងនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់នឹងកសិករខ្ញុំសប្បាយចិត្តហើយអញ្ចឹងនៅពេលដែលកសិករបង្ហាញប្រតិកម្មខ្លះដូចនិយាយរឿងនៅ
តកែវដែលធ្វើស្តៀងគ្នានឹងនៅបាត់ដំបងនឹងគឺជាកង្វះខាតដែលកសិករកំពុងតែជួបប្រទះរាជការក៏ដោះស្រាយតទៅទៀតទៅខ្ញុំមិនមានអីរិះគន់ទេណារីឯសម្ដីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតពីឈ្មោះខ្ញុំអីតាក់ទងនឹងការដែលខ្ញុំរិះគន់មន្ត្រីកសិកម្មអីហើយមន្ត្រីពាណិជ្ជកម្មអីអានោះជាការធម្មតាអានឹងជាលបាវនៃសំនួនវោហារសាស្ត្រខ្ញុំអត់ត្រូវការតវ៉ាជាមួយទេក៏ខ្ញុំមិនមែនជាអ្នករករឿងរដ្ឋាភិបាលដើម្បីឈ្នះចាញ់ទេខ្ញុំគ្មានសមត្ថភាពឈ្នះចាញ់ជាមួយរដ្ឋាភិបាលទេហើយខ្ញុំក៏គ្មានបំណងឲ្យរដ្ឋាភិបាលលំលាយដែរអញ្ចឹងសម្ដីរបស់នាយករដ្ឋមន្ត្រីខ្ញុំអត់តវ៉ាអូខេប្រាប់ឲ្យហើយមិនបាច់លើកមកឲ្យខ្ញុំទេណាមិនបាច់កូនចៅមកថាអូមិនបាច់បបធ្វើប្តីនិយាយពីលពួយមិនបាច់ទេបាច់ទេអរគុណហើយគាត់និយាយពីឈ្មោះទោះបីគាត់និយាយអាក្រក់ក៏ដោយល្អក៏ដោយវាគ្រាន់តែជាលបាវនៃសំនួនវោហារសាស្ត្រដល់បានទេมันមានអីធំៗចំណាយពួកអាអង្គតពកបុកតប៉ាចអាពួកកណ្ដាញ់ស្ញួយអាពួកកន្ថោធ្វើមិនចែកការងារវាឲ្យវាធ្វើខ្លះទៅណាដោយពួកក្មេងស្អុយអាផៃមិនដាក់អីអាហើមអីជួបចែកការងារឲ្យវាធ្វើខ្លះទៅពីព្រោះវាមុខការវាគឺមុខការអញ្ចឹងបើសិនជាវាលើកចេញសោកមកនិយាយចែកការងារឲ្យវាធ្វើខ្លះទៅណាខ្ញុំប្រាប់ឲ្យមិនបាច់មកប្រាប់ខ្ញុំទៅអូមិនបាច់បបអីលោកនិយាយមិនបាច់ទេខ្ញុំដឹងខ្លះដែរណាអូខេខ្ញុំដឹងខ្លះអានេះខ្ញុំប្រាប់អញ្ចឹងខ្ញុំមិនសូវជាចំណាយពេលទៅតោះតែងជាមួយរាជការទេខ្ញុំគោរពរាជការខ្ញុំរិះគន់ដើម្បីស្ថាបនាតែធម្មតារាជការមិនដែលសប្បាយចិត្តនឹងការរិះគន់របស់ខ្ញុំទេអានេះជារឿងធម្មតាអូខេត្រាំប្រមូលអ្នកចេះយកមកប្រើឲ្យបោសសម្អាតបោសសម្រាមទៅស្រុកដើមវិញអូខេ Brotherhood សុំឲ្យអ៊ំនិយាយរឿងដើមហេតុប្រតិបត្តិការយោធានៃតូនៅសេប៊ីអត់ទេអត់មានអីធំដុំខ្ញុំអត់និយាយទេបាទមីថូណាឃើញគេផ្សាយថាត្រាំប្រកាសដកខ្លួនពី WHO បាទការដកខ្លួនរបស់សហរដ្ឋអាមេរិកពីអង្គការសុខភាពពិភពលោកត្រូវបានធ្វើឲ្យបណ្ដាប្រទេសមួយចំនួនធំមានការព្រួយបារម្ភចុះហេតុតែមិនដែរការដកខ្លួនពីរបស់សហរដ្ឋអាមេរិកពី WHO ធ្វើឲ្យមានការព្រួយបារម្ភព្រោះកូនមានចៅអត់លុយចាយអង្គការសុខភាពពិភពលោកហ្នឹងក៏ដូចជាអង្គការសហជីវជាតិដែរបើអាមេរិកដកខ្លួនចាញ់អង្គការចុយម៉ាយហ្នឹងវាលំឬក៏វាអត់លុយចាយត្រង់នេះដែលជាស្អប់អាមេរិកអូស្អប់អាមេរិកណាអាមេរិកចេះអាមេរិកចោះតាមតាម៉ែអាមេរិកទៅបើអាមេរិកដកខ្លួនចាញ់ទៅក្បាលឯងចុះមិនបានទៅសម្បានម៉េចមកវាអត់លុយចាយណាកូនមីចៅហ្នឹងយកតែលុយគេចាយតាហើយមិនដែលធ្វើកិច្ចការអីបានត្រឹមត្រូវទេដូចជារឿង COVID-19 អីអា WHO ហ្នឹងអត់មានបញ្ជាក់ច្បាស់លាស់អូមកដល់ពេលនេះយើងអត់ដឹងថាអា COVID-19 ហ្នឹងមានប្រភពពីណាមកទេយើងអត់ដឹងទេយើងស្មានបានប៉ុន្តែយើងអត់ដឹងទេហើយការប្រកាសការអីហ្នឹងគឺសុំកលុំជាមួយចិនដូច្នេះការដកខ្លួនចេញឲ្យធ្វើឲ្យប្រទេសនានាភ្ញាក់ផ្អើលដែលអាមេរិកដកខ្លួនចេញពី WHO លុយខ្ញុំឮសូរព្រឹកមិញថាអាល្លឺម៉ង់នឹង lobby អាមេរិកឲ្យកំដកអាល្លឺម៉ង់សុំឲ្យអាមេរិកកំដកខ្លួនចេញពីព្រោះដកទៅកូនមីចៅវាអត់លុយចាយខ្ញុំនិយាយត្រង់អង្គការអស់ហ្នឹងវាអត់មានបំរើនយោបាយអីទេវាពុកលួយនៅក្នុងថ្នាក់អន្តរជាតិអាមេរិកជាមហាអំណាចកាត់ដកឯងចាញ់អត់ឲ្យលុយឲ្យចាយប្រទេសដែលថាអាមេរិកអាក្រក់ហ្នឹងចាញ់លុយទៅមិនក៏មិនហ៊ានចាញ់លុយតែខ្ញុំស្ដាប់នៅពេលដែលអា WHO ហ្នឹងបំរើនយោបាយចិនពីឆ្នាំ2019ក្នុងរឿង COVID-19 រហូតមកដល់ឥឡូវចិនឲ្យលុយទៅអង្គការសុខភាពពិភពលោកតិចអាមេរិកជួយពួកហ្នឹងអញ្ចឹងរឿងដកចាញ់ហ្នឹងដកឲ្យអាលាយម៉ែវាទៅណាយល់លេសខាងប្រទេសតូចតាចត្រូវការអង្គការសុខភាពពិភពលោកបើត្រូវការត្រូវការអង្គការសុខភាពពិភពលោកមិនក៏ប្រទេសដទៃមិនចាញ់លុយតិចម៉ែមិនចាញ់លុយឲ្យច្រើនទៅដើម្បីលើកតម្កើង WHO ហ្នឹងឲ្យវាមានប្រតិបត្តិការត្រឹមត្រូវអត់ទេលុយអាមេរិកច្រើនជាងគេលុយអាមេរិកច្រើនជាងគេអាមេរិកវាទៀមទាប្រាប់ឲ្យច្បាស់យើងថាគេអាក្រក់មិនគេចាញ់លុយហើយដល់ពេលគេដកខ្លួនយើងថាកុំដកអីដកទៅអាលំរឿងអីមិនអាលំបើស៊ីលុយគេបងប្អូនត្រូវដឹងឲ្យច្បាស់ណាអាអង្គការអស់ហ្នឹងបើវាគ្មានអន្តទានបរិច្ចាគពីសហរដ្ឋអាមេរិកទេវាអត់មានលុយចាយទេរួមទាំងអង្គការសហជីវជាតិផងប៉ុន្តែគ្រប់ពេលគ្រប់វេលាអាអង្គការហ្នឹងប្រឆាំងអាមេរិកដូចជាអគ្គលេខាធិការអាងតូនីយ៉ូកន្ទុយសេះនេះអាកេតេរ៉ូនេះអាហ្នឹងគ្រប់ពាក្យគ្រប់សម្ដីគឺប្រឆាំងអាមេរិកអញ្ចឹងហើយបានជាវាអត់លុយចាយបងប្អូនគេឲ្យលុយចាយប្រឆាំងគេអាណាគេឲ្យលុយពិបាកយល់មែនខ្ញុំនិយាយនយោបាយនិយាយឲ្យច្បាស់ស្ដាប់
chẳng hạn WHO là Trump hỏi lôi chai mình một mai với thế đáp đó đấy đôi qua Paris chẳng cách prom priên thì trong Paris riêng cả sự thiệt Trump đó đã sai ấp tranh lôi tập anh đang đây vòng ổn sai được cách hay mấy ban là Trump về từ thưa cách can chứ thưa cách can chẳng làm bây giờ xong rồi ông bây giờ lôi mà trái với thời can lôi trái hướng ấy trái tới chẳng mày hướng ấy trái chẳng màyประเทศคลาในประเทศคลาประชาชนคลาในประเทศในแค่อาจจะมองสิ่งอะไรไอ้เรื่องไอ้ปลายทางไอ้จังเลยไอ้ฉันไหมอเมริกันจะแปะเลยเกสาม$36 trillionนะผมนอนแล้วสังกัดเลยกับบ้านอเมริกันทั้งวันนะไอ้ที่ให้ตรัมไปต่อการยกเลยนี่มันจะให้ฉันการดอจังเปีย WHO นั่นไงอเมริกันบัดช่วยเต้คนมีเจ้านั่นเป็นถือการไอ้เอาไปยาวอีกฝั่งนะผมร้ายแต่ฉันปีน้ำปีปอนดำวนมาxong cái lông mũi chanh hưởng Amero Salon nữa ban giao vậy nhé cho hai đôi mà đánh ban bật tên nên thấy bật tên nên mình men chỉ nè bằng cát propon bị phốp lô tê chỉ nè pra seva cam propon bị phốp lô nôn na chỉ nè bằng cát propon bị phốp lô keng cho nên mà ponผมพูดsai sabun khai cắt cái đó WHO เนี่ยvề cát multiple system chẳng được biết đây mà chắc vía nó mà chắc propon nó về mơ khơi thăm mình vòng ra với đọ lôi đấy nè pra xe va cắm rồi thằng mà dân giờ mấy càng chơi lôi thế ở miền ấy hay cho mấy cái tranh lôi đôi này tàu chẳng ai ta trăm dây thả trăm khẩu có là lôi mình tranh mà mình tranh lôi thế mấy bạn đôi này chụp bòn chẳng bắt được cam và trang vọt ở miền còn to ở mình lấy nó ở miền bắt được cam tiệt tê mấy bạn ở miền bắt được cam với phút trai ca to ở mình thế nhỉពេលអត់ត្រូវការគេបង្ហាញមនោសញ្ចេតនាស្អប់គេអញ្ចឹងអាមេរិកត្រូវបង្កើតសភាពការឲ្យតល់ច្រកបើមិនបង្កើតសភាពការឲ្យតល់ច្រកទេអត់ត្រូវការអាមេរិកប្រឆាំងនឹងគេចវាយគាត់ដឹងថាប្រទេសតូចពេលបានស៊ីស្ងាត់ដល់ពេលធំធាត់ពើងទ្រូងតែបែរខំដៃអញ្ចឹងផ្ទះពី3កំភ្លៀងទៅបងប្អូននយោបាយអញ្ចឹងតាណាបងប្អូនស្ដាប់តនេះខ្ញុំជម្រាបណាពេលអត់ឃ្លាននេះឲ្យស៊ីធំធាត់ពើងទ្រូងខំដៃដាក់ពី3កំភ្លៀងអនក្បាលតទៀតចវាយចាត់ចែងអញ្ចឹងណាចវាយគេចាត់ចែងអញ្ចឹងញ៉ៃដកឲ្យអស់លុយចាយអង្គការសហជីវជាតិសប្ងៃអត់មានលុយចាយទេបងប្អូនហើយមូលហេតុអត់លុយចាយគឺអីគឺអាមេរិកអត់បងហើយមិនមកតាក់ទងអាមេរិកបើអាមេរិកអត់បងទេណាអង្គការអត់ដើរទេUNESCO UNICEF World Food Program World Health Organization UNHCR General Assembly អត់ដើរទេ UN Secretariat Department of Public Information អត់ដើរទេ Peacekeeping Operation បើអាមេរិកអត់ចាញ់លុយអត់មានទេបងប្អូនបើមិនជឿទេប្រទេសច្បាំងគ្នាអាមេរិកអត់ខ្វល់ដូចនៅមីយ៉ាន់ម៉ាអាមេរិកមិនដែលលូកមាត់ទេអញវាយគ្នាយ៉ាងណាវាយទៅឃើញអាស៊ាននេះប្រហែលឆ្នាំហើយអាស៊ានខំប្រឹងដោះស្រាយដោះចេញម៉ែវាអីមានអាណាដោះចេញឥឡូវវាធ្លាក់នៅម៉ាឡេស៊ីឆ្នាំ2025សួរថាអានវ៉ាអៃប្រាហាំហ្នឹងគាត់ដោះចេញរឿងមីយ៉ាន់ម៉ាដោះមិនចេញប្រទេសអាស៊ានទាំង9ដកមីយ៉ាន់ម៉ាចេញខំមានឆ្កែណាដោះបញ្ហាមីយ៉ាន់ម៉ាចេញទេបានសេចក្តីថាម៉េចបានសេចក្តីថាសមាគមអាស៊ានហ្នឹងវាអត់មានយន្តការដោះទេណាហើយបើវាពើងទ្រូងនឹងអាមេរិកបើវាពើងទ្រូងអាមេរិកចៃខលឲ្យទុកមីយ៉ាន់ម៉ាហ្នឹងឲ្យនៅហុយរហូតនឹងមុខម៉ែអញណាឯណាអង្គក្រុមតុលាការអន្តរជាតិអីដាក់ដីកាចាប់ខ្លួនអាមលងម្លាំងអីណាអាមេរិកអត់ខ្វល់ទេមិនបានអត់ខ្វល់មិនមុខម៉ែអញទុកមីយ៉ាន់ម៉ាឲ្យមានបញ្ហាចឹងទៅឲ្យសមមុខអាស៊ានដោះតងាប់ក៏ដល់ចេញដែរហេតុដូចម្ដេចឯកភាពអាស៊ានអត់មានណាពេលចំណេញចេះនិយាយគ្នាពេលខាតរត់ចោលគ្នាណាណេតូក៏ចឹងដែរបើអាមេរិកដកពីណេតូលំបាត់ដែរអានឹងចឹងប៉ុន្តែអត់ចូលចិត្តគេទេបងប្អូននយោបាយតើយើងយល់ទៅខ្ញុំមិនសូវបាក់ទេអ
ចឹងអារឿង WHO ហ្នឹងមានទៅណាឆ្លើយប៉ុណ្ណឹងណាឆ្លើយប៉ុណ្ណឹងបើយក high school ទៅដាច់លុយញ៉ៃមានអាស្រុកណាឲ្យលុយវិจัยណាអភិច័យហេតុអ្វី Greenland belong to Denmark ហេតុអ្វីហ្មងទឹកដីគេចូលកាន់កាប់តំបន់ហ្នឹងគេខ្លាយទៅជាប្រទេសគេសួរហេតុអ្វីហ្មងចូលមិនក៏មិនសួរខ្លួនឯងថាហេតុអ្វីខ្មែរមានដីមួយឈ្មោះកម្ពុជាមិនក៏មិនសួរផងដូនតាចុះពីចង្កេះភ្នំហិមាឡាយ៉ាហ្នឹងដើរមករហូតមកដល់ទឹកដីភូមាឆ្លងមកខាងត្បូងចូលមកដល់ទឹកដីថៃបច្ចុប្បន្នឆ្លងភ្នំដងរែកមកបឹងទន្លេសាបមកតាំងទីលំនៅនៅទឹកដីហ្នឹងហើយមិនក៏សួរហេតុអ្វីហ្មងគេមិនដែលសួរអញ្ចឹងទេកូន that is a ជាសំណួរមួយដែលអត់មានទៅសួរហេតុអ្វីហ្មងដូចទីហោយើងសួរម៉ែយើងណាម៉ែហេតុមិនបានបង្កើតខ្ញុំមកម៉ែឆ្លើយរួចទេអញ្ចឹងហើយបានមានពួកគេបោកប្រឆោតក្មេងសម័យក្រោយថាម៉ែឯងធ្វើគ្នាបានកើតឯងមកអញ្ចឹងមិនបាច់អរគុណគាត់ទេកុំនេះគេថាមិនបាច់អរគុណទេអរគុណប៉ទៅប៉ដឹកនាំឯងភ្លឺស្វាងចំណែកម៉ែឯងហ្នឹងធ្វើគ្នាទេតាមពិតគាត់ហ្នឹងធ្វើគ្នាទេដល់ធ្វើគ្នាទៅចាញ់ឯងមកអញ្ចឹងឯងកុំស្ដាប់ម៉ែឯងស្ដាប់ប៉ណាយើងតែទៅសួរម៉ែយើងមិនបង្កើតយើងមកហ្មង Greenland belong to Denmark ដោយសារអីដោយសារ territorial acquisition ការចូលកាន់កាប់ទឹកដីហើយយើងទៅសួរគេហេតុដូចម្ដេចហ្មងតែយើងសួរគេថាហេតុដូចម្ដេចបានកម្ពុជាក្រោមធ្លាក់ទៅលើដៃវៀតណាមមកយើងភ្លើស្ដេចយើងអត់ការពារទឹកដីស្ដេចយើងអត់ត្រួតត្រាហើយសួរមិនបានកោះក្រោលវៀតណាមយកមកពីយើងភ្លើហើយចុះកោះគុតមកពីយើងភ្លើយើងឲ្យទៅគេអានឹងសួរមិនតែសួរទៅចម្លើយមកយើងអត់ចូលចិត្តទេណាមិនក៏ភូមិឋានតាផ្សេងតម្រិនទៅលើដៃយួនអានឹងមកយើងភ្លើហើយដល់និយាយអញ្ចឹងទៅខឹងបើមិនភ្លើមិនបាត់ដៃអានឹងអញ្ចឹងណាចម្លើយងាយសងំអូខេគេអត់សួរហេតុម្ដេចទេហេតុអ្វីគេអត់សួរទេប្រហែលទៅអង្គការដោះពាណិជ្ជកម្មរវាងអាមេរិកនិងប្រទេសដទៃភាគច្រើនអាមេរិកខាតអញ្ចឹងតើអាមេរិកបានផលចំណេញសេដ្ឋកិច្ចមកពីណាឲ្យប្រទេសដទៃរហូតបែបនេះការបានចំណេញរបស់សហរដ្ឋអាមេរិកនៅលើពាណិជ្ជកម្មទាំងអស់សេដ្ឋកិច្ចប្រវែងលើអាមេរិករាប់តាំងពីកាណាដាមិចស៊ីកូអឺរ៉ុបអាស៊ីអាហ្វ្រិកាអីគ្រប់កន្លែងគឺសុទ្ធតែកេងចំណេញលើអាមេរិកអញ្ចឹងសួរថាអាមេរិកកាំងនេះបានអីរស់សប្ថ្ងៃនេះអាមេរិកកាំងរស់ដោយសារបតង់បច្ចេកវិទ្យានឹងទី1ណាទី2ដោយសារវាដាក់កម្លាំងវានៅក្នុងប្រព័ន្ធពិភពលោកហ្នឹងវាគិតលុយឈ្នួលឧទាហរណ៍តែកងទ័ពអាមេរិកនៅលើដីជប៉ុនគិតលុយជប៉ុនកងទ័ពអាមេរិកនៅលើដីនៃសហភាពអឺរ៉ុបគិតលុយប៉ុន្តែមិនមែនគិតលុយមួយទល់មួយទេគិតលុយជាផលប្រយោជន៍បន្ទាប់មកទៀតវា control GPS ក៏វាគិតលុយវា control ខ្សែកាបបាតសមុទ្រក៏វាគិតលុយវាជួយរក្សាសន្តិសុខផ្លូវដឹកជញ្ជូនទាំង5តាមនាវាក្នុងពិភពលោកក៏វាគិតលុយហើយវាលក់បច្ចេកវិទ្យាធំវាលក់សពាវុធអីក៏បានចំណូលនឹងមកចំណែករឿងពាណិជ្ជកម្មកេងប្រវ័ញ្ចលើវាទាំងអស់វារកលុយបានពីខាងនោះមកយកមកគប់អញ្ចឹងហើយបានជាអាមេរិកជាពាក់បំណុលគេ$36 trillionជាពាក់បំណុលគេណាអូខេអញ្ចឹងសំណួរ brotherhood ឯងហ្នឹងសួរនឹងល្អហើយសួរថាបើប្រទេសទាំងអស់កេងប្រវ័ញ្ចពីអាមេរិកតើអាមេរិកធ្វើមិនបានរស់អាមេរិកធ្វើបានរស់ដោយសារអីដោយសារទី1ពួកឥឡូវអមឲ្យឧទាហរណ៍នៅ Persian Gulf ណាកូវេតអូម៉ាន់បារ៉េនអារ៉ាប់រួមសាអូឌីកាតាពួក Persian ទាំងអស់ជួលអាមេរិកឲ្យរក្សាសន្តិសុខជួលណាបងលុយអាមេរិកបានចំណូលពីនឹងមកបន្តមកទៀតប្រទេសមួយចំនួនទៀតដែលអត់ជួលអាមេរិកមានអ៊ីរ៉ាក់មានអ៊ីជីបមានយ៉ូដានមានម៉ូរ៉ូកូឯជាដើមប្រទេសអស់ហ្នឹងមានដងប្រេងអត់អាចគ្រប់គ្រងបានទេអាមេរិកទៅគ្រប់គ្រងអាមេរិកធ្វើអាជីវកម្មអូខេដូចជានៅប្រទេសវៀតណាមវាជាប្រទេសកុម្មុយនីសវាអត់មានត្រូវការអាមេរិកទៅគាំពៀវាអីទេណាតែវាត្រូវការវិនិយោគរបស់អាមេរិកបើសិនជាយើងមើលទៅយើងឃើញក្រុមហ៊ុនតៃវ៉ាន់យើងឃើញក្រុមហ៊ុនកូរ៉េខាងត្បូងយើងឃើញក្រុមហ៊ុនជប៉ុនកក់កុញទាំងក្រុមហ៊ុនចិននៅលើទឹកដីវៀតណាមយើងឃើញក្រុមហ៊ុនអាមេរិកតិចទេក៏ប៉ុន្តែក្រុមហ៊ុនអាមេរិកវិនិយោគច្រើននៅលើដងប្រេងរបស់យួនសូម្បីតែមាន total មានអីចឹងមែនប៉ុន្តែនៅក្នុងប្រព័ន្ធនៃដងប្រេងយួនក៏មិនអោយចិនមកជីកប្រេងឬក៏មិនអោយរុស្ស៊ីមកជីកប្រេងដែរពីព្រោះបច្ចេកវិទ្យាវាអន់អាមេរិកនៅពីក្រោយខ្នង Big Oil 9រុស្ស៊ីមាន1ចិនមាន2ក្រៅពីនោះអាមេរិកទាំងអស់នៅពីក្រោយខ្នង
អញ្ចឹងបើយើងនិយាយពីដងប្រេងរបស់យួនទាំងអស់តាំងពីខាងជើងនៃឈុំសមុទ្រតុងកាំងចុះមកដល់ភាគខាងត្បូងរហូតមកដល់អាខ្សែស្របអាខ្សែបន្ទាត់ Bridge ឆ្នាំ1939ដងប្រេងទាំងអស់អាមេរិកវាកាន់ជាងពាក់កណ្ដាលនៅប្រទេសឥណ្ឌូនេស៊ីដងប្រេងភាគច្រើនអាមេរិកវាកាន់នៅប្រទេសប៊្រុណេដងប្រេងទាំងអស់អង់គ្លេសអាមេរិកកាន់ណានៅឈុំសមុទ្រថៃឡង់អាមេរិកមានពី40ទៅ45%កាន់ក្រុមហ៊ុនអាមេរិកអូខេនៅសមុទ្រអាដាម៉ាន់ពីបេបឹងហ្គាល់ពីឆកបឹងហ្គាល់ពីខាងជើងចុះមកដល់ខាងត្បូងនៃជ្រោយម៉ាឡាយូមកទល់នឹងសិង្ហបុរីដងប្រេងទាំងអស់ម្ដុំនឹងអាមេរិកវាកាន់តើបានទេហើយមិនបានអាមេរិកវាកាន់ទោះបីវាអត់ដាក់តបទៅដល់ក្រុមហ៊ុនវាសញ្ញាកុងត្រាយកដងប្រេងអស់នឹងនឹងបាទហើយចុះមិនបានពឹងអាមេរិកពីព្រោះមានអាមេរិកទេដែលមានហេដ្ឋារចនាសម្ព័ន្ធការពារបានបើសិនណាជាទៅសញ្ញាជាមួយក្រុមហ៊ុនកប៉ែកកប៉ុកគេលួចប្រេងដូចគេលួចពីខ្មែរយើងទៅសញ្ញាជាមួយក្រុមហ៊ុនកប៉ែកកប៉ុកក្រុមហ៊ុនកប៉ែកកប៉ុកវាលួចអាលំបាស់អញ្ចឹងប្រទេសដែលគេមានកំណត់រ៉ែគេអត់ការរកស៊ីជាមួយចិនវាកេងប្រវាញ់ខ្លាំងអញ្ចឹងក៏គេពិបាកការរកស៊ីជាមួយនឹងរុស្ស៊ីវាអត់សូវបញ្ចេញក្រុមហ៊ុនវាមកជីកប្រេងនៅក្រៅទេពីព្រោះវាមានប្រេងមានអូស្មန်វាគ្រប់គ្រាន់អញ្ចឹងអាមេរិកការ៉ង់ទី resources ទាំងអស់នៅលើពិភពលោកនោះជាងពាក់កណ្ដាលចំណូលបានពីហ្នឹងមកឧបត្ថម្ភសេដ្ឋកិច្ចបាត់តនេះដោយសារអីដោយសារអាមេរិកជាចំណែកមួយនៃម្ចាស់ប្រព័ន្ធដែលគេហៅថា world system តែយើងហៅជាភាសាការទូតថាសន្តិភាពពិភពលោកអូខេ brotherhood នឹងឆ្លើយជាមួយឯងអញ្ចឹងណាកូនណាចឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្តវិញ3នាទីទៀតដើម្បីនឹងឆ្លើយមិនអស់ទេណានឹងឆ្លើយសំណួរតទៅទៀតសូមអរគុណជំរាបលា3នាទីទៅជួបគ្នា